ta những ai đi chăm han ca sọc xa banอย่างดูเหมือนเด็กยังai đi chăm han ca sọc xa banดอยទីមួយគឺកំណត់គោលដៅសិក្សាតើអ្នកចង់បានអ្វីជាប់ការប្រឡងបានបន្ទុកខ្ពស់ឬចង់រៀនភាសាថ្មីកំណត់ឲ្យបានច្បាស់ទីពីរគឺបែងចែកពេលវេលាជ្រើសរើសម៉ោងដែលអ្នកអាចរៀនបានដូចជាម៉ោងពេលព្រឹកពី6ដល់7ពេលល្ងាចពី7រហូតដល់ម៉ោង8គឺជាម៉ោងដែលស័ក្តិសមសម្រាប់ការធ្វើស្វ័យសិក្សានិងមិនចាំបាច់រៀនយូរតែរៀនជារៀងរាល់ថ្ងៃគឺសំខាន់ជាងទី3គឺកំណត់ពេលធ្វើការ review ពី10ទៅ15នាទីក្រោយរៀនចប់និង review ម្ដងទៀតបន្ទាប់ពី1សប្តាហ៍វាជួយឲ្យយើងចាំបានយូរទី4គឺបង្កើតទីកន្លែងសិក្សាល្អដូចជាបរិយាកាសស្ងប់ស្ងាត់និងមានពន្លឺល្អទី5គឺតាមដានលទ្ធផលគឺយើងត្រូវ check ថាចប់ផែនការដែរឬទេថ្ងៃណានឹងចប់តើត្រូវបដូរពេលវេលាឬត្រូវបន្ថែមម៉ោងឬអត់ដូចនេះក្នុងនាមយើងជាអ្នកសិក្សាយើងត្រូវចេះរៀបចំផែនការសម្រាប់ការរៀនសូត្ររបស់យើងដើម្បីធ្វើឲ្យការសិក្សារបស់យើងងាយនឹងទទួលបានលទ្ធផលល្អមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាកំពុងស្វែងរកឱកាសការងារឬចង់ពិគ្រោះយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗអ្នកទាំងអស់គ្នាអាចទាក់ទងមកកាន់ UICC ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញអគារ STEM ជាន់ទី7កន្ទុំ701បាន